មណ្ឌលសុខភាពម៉ាឡៃនិងសមិទ្ធផលនានារបស់គម្រោងភូមិសន្តិភាពក្រសួងអភិវឌ្ឍជនបទត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការសម្រាប់បម្រើសេវាផ្នែកសុខភាពបន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចជាផ្នែកមួយនៅក្នុងការចូលរួមលើកកម្ពស់ផ្នែកសុខភាពសាធារណៈជូនដល់ពលរដ្ឋដែលទទួលសេវាពិធីសម្ពោធមណ្ឌលសុខភាពម៉ាឡៃនិងសមិទ្ធផលនានាប្រពធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឆៃរតិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទនិងឯកឧត្តមគីមឆាងយុងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី6ខែសីហានេះមណ្ឌលសុខភាពនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ព្រំដែនដោយសារជាកន្លែងផ្ដល់សេវាសុខាភិបាលសាធារណៈកម្រិតមូលដ្ឋាននិងជិតបំផុតសម្រាប់ពលរដ្ឋមណ្ឌលសុខភាពម៉ាឡៃគឺជាកន្លែងផ្ដល់សេវាថែទាំសុខភាពពិនិត្យនិងព្យាបាលជំងឺទូទៅជូនដល់ប្រជាពលរដ្ឋដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅកាន់មន្ទីរពេទ្យខេត្តមានការពិនិត្យផ្ទៃពោះនិងសម្រាលផ្ដល់សេវាពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះផ្ដល់សេវាផ្សេងៗជាពិសេសផ្ដល់សេវាសុខាភិបាលឥតគិតថ្លៃនៅក្នុងតម្លៃទាបតាមរយៈគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលដូចជាបានសមធរឬបានក្រីក្រនិងបានបសសមណ្ឌលសុខភាពម៉ាឡៃបច្ចុប្បន្នទទួលបានពីគម្រោងសាងសង់ភូមិសន្តិភាពតាមរយៈការអភិវឌ្ឍជនបទចម្រុះដែលគាំទ្រដោយខយការសហការជាមួយនឹងក្រសួងអភិវឌ្ឍជនបទមណ្ឌលសុខភាពម៉ាឡៃនេះចាប់ផ្ដើមសាងសង់នៅថ្ងៃទី31ខែមេសា2025បញ្ចប់នៅថ្ងៃទី30ខែធ្នូឆ្នាំ2025ចំណាយថវិកាសរុបចំនួន$90,000បាទគិតតែអគារមណ្ឌលសុខភាពអគារមណ្ឌលសុខភាពមានបណ្ដោយ15ម៉ែត្រគុណនឹងទទឹង15ម៉ែត្រមានចំនួន10បន្ទប់បាទដំបូលប្រក់ក្បឿងនិងមានជំរាលសម្រាប់ជនពិការមុខក្រោយបាទក្រៅពីនោះក៏មានសមិទ្ធផលនានាមួយចំនួនទៀតបាទផងដែរដូចជាអណ្ដូងទឹកនិងម៉ូទ័រដែលបានចំណាយថវិកាប្រមាណជាងបាទ2800បាទសុំទោសបាទ$2,814.66 បាទស្ថានីយ៍ចម្រុះទឹកពិសាបាទចំណាយថវិកាជាង$6,654 ឡដុតសម្រាមបាទចំណាយថវិកាប្រមាណជាង$8,600បាទសុំទោស$806.75 បន្ទប់ទឹកបណ្ដោយ 7.5 ម៉ែត្រទទឹងបាទ5ម៉ែត្រស្មើនឹង 37.5 ម៉ែត្រការ៉េប្រក់ស័ង្កសីមានបន្ទប់ទឹក1បង្គន់ជនពិការ1បង្គន់សម្រាប់ស្ត្រី1បង្គន់បរិសុទ្ធ1បាទកន្ធៅនំបរិសុទ្ធ2និងកន្លែងលាងដៃចំនួន2ចំណាយថវិកាប្រមាណជាង$10,000បំពាក់បាទស៊ីតែនទឹកចំណុះ1លីត្របាទសំទោសចំណុះ10,000លីត្របាទ1ចំណាយថវិកាចំនួន$900សាងសង់កន្លែងលាងដៃខាងមុខមណ្ឌលសុខភាពចំណាយថវិកាប្រមាណជាង$778សរុបថវិកាចំនួន$110,000បាទ$1,953.38 គូបញ្ជាក់ថាគម្រោងការសាងសង់បាទភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះឬហៅថាគម្រោងភូមិសន្តិភាពមានរយៈពេលគម្រោងបាទអនុវត្តរយៈពេល5ឆ្នាំចាប់ពីឆ្នាំ2022ដល់2026មានទំហំទឹកប្រាក់ប្រមាណ$10 លានដែលជាហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េហៅកាត់ថាខយការក្រោមកិច្ចសហការនិងសម្របសម្រួលអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍជនបទគម្រោងភូមិសន្តិភាពមានគោលបំណងគាំទ្រអភិវឌ្ឍតំបន់អតីតសមរភូមិបាទដែលធ្លាប់ទទួលការញោមញីដោយសង្គ្រាមរ៉ាំរ៉ៃនិងការគំរាមកំហែងដោយសារយុទ្ធភ័ណ្ឌបន្តផ្ទុះនិងប្រែក្លាយតំបន់ទាំងនេះឲ្យទទួលបានការអភិវឌ្ឍប្រកបដោយនិរន្តរភាពតាមរយៈកម្មវិធីអភិវឌ្ឍសហគមន៍ជនបទចម្រុះដើម្បីលើកកម្ពស់គុណភាពនិងគុណតម្លៃជីវិតប្រជាជនរស់នៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ចសង្គមនិងវប្បធម៌ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទកសិកម្មសុខភាពទឹកស្អាតអនាម័យនិងការពង្រឹងសមត្ថភាពសហគមន៍គម្រោងភូមិសន្តិភាពបាននឹងកំពុងអនុវត្តក្នុងគោលដៅចំនួន30ភូមិឃុំសង្កាត់បាទក្នុងគោលដៅចំនួន30ភូមិបាទឃុំសង្កាត់ចំនួន10និងក្រុងស្រុកចំនួន5ក្នុងខេត្តគោលដៅ3រួមមានខេត្តបាត់ដំបង6ភូមិបាទខេត្តបន្ទាយមានជ័យ12ភូមិនិងខេត្តប៉ៃលិន12ភូមិបាទ